បងប្អូនលេខ Facebook របស់ថៃតើបងប្អូនចេះដាក់ two filter ឬក៏ចាក់សោពីរតង់នៅលើ account Facebook បងប្អូនហើយឬនៅអូខេបើសិនជាមិនតន់ចេះទេវីដេអូនេះគឺខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការដាក់ two filter ឬក៏ភាសាសាមញ្ញគេហៅថាចាក់សោពីរតង់នៅលើ account Facebook របស់យើងដើម្បីការពារប្រព័ន្ធសុវត្ថិភាពរបស់យើងកុំឲ្យគេ hack ឬក៏ជៀសវាងការមានបញ្ហាផ្សេងៗបាទអញ្ចឹងវីដេអូនេះគឺយើងរៀនអំពីរបៀបនៃការដាក់ two filter នៅលើ account Facebook ឬក៏អាចនិយាយបានថាការចាក់សោពីរតង់នៅលើ account Facebook របស់យើងដើម្បីការពារប្រព័ន្ធសុវត្ថិភាពអញ្ចឹងដើម្បីដាក់វាបានបងប្អូនធ្វើការចូលទៅក្នុង account profile របស់យើងមកខាងស្ដាំដៃខាងលើគេបាទខាងនេះបាទបន្តមកបងប្អូនយកពាក្យថា setting កន្លែងសញ្ញាកងចក្រនេះបន្តមកយកពាក្យថា setting មួយទៀតបន្តមកបងប្អូនចុចទៅលើកន្លែងពាក្យថា personal detail បន្តមកបងប្អូនចុចទៅលើពាក្យថា password and security បាទកន្លែងនេះតមកបងប្អូនចុចទៅលើពាក្យថា two factor បាទកន្លែងនេះ two factor កន្លែងនេះតមកបងប្អូនចុចទៅលើឈ្មោះ account Facebook របស់យើងមកអូខេវានឹងចេញបែបនេះបន្ទាប់មកបងប្អូនធ្វើការចុច continue មកបាទបងប្អូនយកគ្លីកខាងលើណាគ្លីកខាងលើឲ្យបងប្អូនចុចពាក្យថា continue បន្ទាប់មកបងប្អូនត្រូវចុច copy កន្លែងនេះពាក្យថា copy កន្លែងនេះឬក៏បងប្អូនអាចអូសមកចេះក៏បានដែរឬក៏បងប្អូនចុច copy មកប៉កកន្លែងនេះក៏បានដែរបន្ទាប់មកបងប្អូនធ្វើការចុចពាក្យថា next ខាងក្រោមបន្ទាប់មកបងប្អូនចូលទៅក្នុងជ្រុង Google របស់យើងមិនថាទូរស័ព្ទដៃមិនថា computer ទេគឺវាសុទ្ធតែមានជ្រុង Google អញ្ចឹងគឺបងប្អូនគ្រាន់តែចូលជ្រុងរបស់យើងបន្ទាប់មកវាយពាក្យថា to fa out o a u t h បាទ to fa out បាទ enter មួយមកបន្ទាប់មកបងប្អូនចុចទៅលើកន្លែងនេះបាទ link website របស់វាបន្ទាប់មកបងប្អូនផាសlink ដែលយើង copy មិញហ៎បាទអក្សរអង់គ្លេសច្រើនហ្នឹងមកយើងផាសមកបន្ទាប់មកបងប្អូនចុចទៅលើពាក្យថា submit កន្លែងនេះដើម្បីទៅយកកូដបន្ទាប់មកបងប្អូន copy កូដខាងក្រោយចុងគេបងអស់គឺចំនួនលេខ6ខ្ទង់ copy មកបន្ទាប់មកបងប្អូនធ្វើការផាសចូលកន្លែងដែលយើងនៅក្នុង account Facebook របស់យើងមិញបាទផាសចូលមកបន្ទាប់មកចុច nextចុចដានមួយទៀតគឺរួចរាល់តែម្ដងបញ្ជាក់មួយទៀតបងប្អូនត្រូវ copy អក្សរអង់គ្លេសឬក៏ link របស់យើងមិញហ្នឹងគឺកន្លែងដាក់ two factor copy យកទុកកុំឲ្យបាត់ណាបងប្អូនបើសិន